ខ្ញុំកណាត់មកពីសូមលើកយកប្រធានបទមួយនិយាយពីវិធីរងាប់សេចក្តីក្រោធដែលយើងគ្រប់គ្នាទាំងអស់តែងតែជួបប្រទះក្នុងជីវិតតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងៗខ្លួនសេចក្តីក្រោធហ្នឹងវាអាចធ្វើឲ្យយើងញ័រទាំងកាយញ័រទាំងចិត្តញ័របេះដូងធ្វើឲ្យនិយាយក៏ខុសហើយសម្រេចចិត្តក៏ខុសពេលខ្លះផ្ទុះទៅជាអំពើហិង្សាអាចវាយទាត់ធាក់គ្នាថែមទៀតផងហើយអាចធ្វើឲ្យកើតជំងឺបេះដូងរហូតដល់អ្នកខ្លះកើតជំងឺដាច់សរសៃឈាមគូងបាល់ហើយពេលខ្លះទៀតអ្នកខ្លះអាចទៅជាដេកមិនលក់បក់មិនលហើយគំនុំគុំគួនខឹងក្រោធឆ្លោះប្រកែកទាស់ទែងគ្នានៅក្នុងកន្លែងធ្វើការស្ថាប័នរដ្ឋឯកជនហ្នឹងគឺមានរឿងច្រើនណាស់ដោយសារយើងខឹងហើយមិនចេះគ្រប់គ្រងកំហឹងហ្នឹងហើយរហូតដល់អ្នកខ្លះគុំគួនគ្នាសងសឹកគ្នាថែមទៀតផងអាហ្នឹងរឹតតែគ្រោះថ្នាក់ទៅទៀតអញ្ចឹងបើយើងដឹងថាយើងឆេវឆាវច្រើនជាមនុស្សលហុងខ្ចីយើងចាប់ផ្ដើមតាំងចិត្តថាយើងនឹងត្រូវកែកំហឹងហ្នឹងត្រូវគ្រប់គ្រងកំហឹងហ្នឹងយើងដេញវាចេញពីចិត្តរបស់យើងមិនទាន់បានទេប៉ុន្តែយើងដឹងថាខ្មោចខឹងហ្នឹងវានៅក្នុងចិត្តរបស់យើងហើយត្រូវតាមដានវានៅពេលដែលខឹងកើតឡើងមានស្មារតីមួយតាមដានថាកំហឹងរបស់អញកើតឡើងហើយព្យាយាមទប់វាឆ្កឹះវាចេញពីចិត្តរបស់យើងបើយើងគិតទៅលើបុគ្គលហ្នឹងធ្វើឲ្យយើងក្តៅក្រហាយកុំសូវគិតហើយបើយើងគិតទៅលើរឿងហ្នឹងនាំឲ្យមួម៉ៅកុំសូវគិតរឿងហ្នឹងបើឧទាហរណ៍ថានៅកន្លែងហ្នឹងវាស្មុគស្មាញវាមួម៉ៅទេឧទាហរណ៍ទៅខាងក្រៅជួបជាមួយនឹងមិត្តភ័ក្តិជជែកគ្នាឬក៏ relax ដូចថារំហែកាយមករយៈអញ្ចឹងទៅក៏វាអាចធូរស្រាលបានខ្លះប៉ុន្តែវាមិនទាន់បាត់ទេកំហឹងនៅក្នុងចិត្តរបស់យើងហ្នឹងវាចាំបាច់ត្រូវតែមាននៅខន្តីការអត់ធន់ចេះទទួលយកពាក្យពេចន៍អ្នកដតីដែលមិនសមរម្យនិយាយមកលើយើងកុំអាលតបតទាំងកំហឹងទៅវិញពេលណាខឹងកុំអាលនិយាយកុំអាលសម្រេចចិត្តពេលដែលកំពុងខឹងនឹងពីព្រោះនិយាយទៅភាកច្រើនគឺខុសហើយសម្រេចចិត្តភាកច្រើនទៅនឹងនាំឲ្យមានវិបត្តិសារីថ្ងៃក្រោយមួយទៀតត្រូវមានការចេះលើកលែងទោសដល់អ្នកដតីនៅពេលដែលគេធ្វើអីឆ្គំឆ្គងល្មមតិចតួចល្មមអាចបំភ្លេចទៅបានយើងគួរបំភ្លេចទៅកុំយកភ្លើងនឹងមកអោបនៅក្នុងដើមទ្រូងហើយចេះតែស្រែកថាល្មិចបានក្តៅម៉េះល្មិចបានជីវិតនឹងវាស្មុគស្មាញម៉េះល្មិចបានខ្ញុំនឹងវាពិបាកជាងគេមិនតាមពិតអ្នកដែលនាំឲ្យខ្លួនឯងពិបាកគឺអ្នកដែលអោបកសោបទុកនៅក្នុងដើមទ្រូងហ្នឹងភាពមួម៉ៅក្តៅក្រហាយខឹងអន់សុពន្ធចិត្តអ្នកដតីហ្នឹងយើងយកមកអោបនៅក្នុងទ្រូងហ្នឹងហើយចេះតែស្រែកថាពិបាកម៉េះមិនព្រមលែងវាចេញមិនព្រមបោះវាចូលក្នុងធឹងសម្រាមទេចឹងរឿងណាដែលអាចលើកលែងទោសបានគួរតែលើកលែងទោសទៅពីព្រោះបើយើងមិនលើកលែងទោសទៅយើងជាអ្នកធ្ងន់យើងរែកកាន់តែធ្ងន់ទៅហើយយើងដើរអត់បានទៅមុខឆ្ងាយទេគោលដៅក្នុងជីវិតហ្នឹងអត់បានវែងឆ្ងាយហើយមិនបានសេចក្តីសុខទៀតអាហ្នឹងមួយទៀតគឺមាននៅមេត្តាជារឿយមេរោគកំហឹងនេះវាដុះនៅក្នុងចិត្តរបស់យើងហ្នឹងវាคล้ายទៅជាស្នឹមคล้ายទៅជាច្រេះហើយវាពិបាកនឹងដុសខាត់សម្អាតណាស់ហើយមិនអាចដាក់ថ្នាំមកគ្រាប់ធ្វើឲ្យកំហឹងហ្នឹងបាត់បានទេមិនបានទេអញ្ចឹងវាតលត្រូវការយើងដុសខាត់សម្អាតរឿយវាហាក់ដូចជាថាបើអ្នកធ្វើឆ្លាក់ព្រះពុទ្ធរូបអញ្ចឹងមិនមែនយកប្រដាប់ដុសហ្នឹងដុសមកឆ្វាច់ទៅអាលងឯងមិនមែនទេត្រូវការដុសខាត់ទៅមកទើបព្រះពុទ្ធរូបហ្នឹងស្អាតទៅបានយ៉ាងណាខួរក្បាលរបស់យើងហ្នឹងក៏អញ្ចឹងដែរវាត្រូវការយកអារឿងល្អយកអាគំនិតល្អយកអាការគិតល្អហ្នឹងយកមកទុកក្នុងខួរក្បាលទើបអាការគិតអាក្រក់ហ្នឹងវាអត់មានពេលចូលមកពីព្រោះយើងរវល់តែគិតរឿងល្អអញ្ចឹងការចម្រើនមេត្តានេះជា
วิธีสามุยได้ให้การจะมาเมตตานั่งเตยไตจินนิจกาจังเตจูบเนี่ยนาก็อย่าเยี่ยมอย่าแย้มรูเรียเตะhai bên giấy nó có thể chạy mưa bé đồn khuôn ai sân đấy một nâng giấy trên máu nó tao miền bùm nón ở kia chư chạp tao việc đau chua mà bị nón thế nâng đi tha pena cầm hăng nâng cào láng dương đánh u thọ bơi sân chìa chào châu té dương đánh về trên bị té dương mình ao vì châu mới vì lui trọp sầm bạt dương dạng nát cầm hăng nó đôi chỉ cháu mà lui plum thì cái đây sọc nông chặt dương tại vì máu dương thở đánh về trên bị chặt bà dương cho nó mũi trong khối đã lõ cái thá miền bạch nhà riêng xoay vô làm pi tầm nào này dị vật nè vì vụ dị vật nè vì mình chạy tập bàn ấy tam dương tròn này vì miền pe khác bán vì miền pe khác mình bàn vì miền pe khác miền rương lõ vì miền pe khác miền rương mình lõ chỉ rương thom đà này dị vật năng pe khác côn đáp pe khác côn mình đáp pe khác rosi khác pe khác rosi chân nành pe khác kia sở sáo pe khác kia nền tìaให้เมียนไปญาแต่ตัวสกอร์กาปิดในชีวิตถ้าชีวิตนั้นเวทเราแต่งจังเวเมียนจูเวเมียนปลอดเวเมียนละอเวเมียนกระเป็นเรื่องได้เวการล้างก็ยังอัดเสพให้ได้โดยเชียเช่นวิญญาณมารอทั้งไงให้ใบยืงมันเตรียมครูนเน่ยืงมันโปรมแต่ตัวสกอร์มันเรียนไม่เรียนชีวิตนั้นไอ้เจ้าที่เป็นชีวิตนั้นเอาวิญญาณยืงม้ายืงบอลองทะเลยืงมัวไม่ยืงได้ก็ให้ยืงตกซิยืงอ่อนจัดยืงเชลชากันนั่งยืงบอลองทะเลตอนละเมียนปัญญาวิธีสักเซนเตียอุติฮอธาคังถึงnguyตักคังตึเสจอีจังเตอร์เราดอกปฏิคลาเก็บบกจานบกช่างนังอีจังเตอร์ดับเบิลไอ้ปะทอยกำหังเชี่ยวิธีสักอาจปะทอยกำหังได้ปันแต่มันเหมือนจีทนำชีบาเลยอันนั้นวิโอปมาโดยเชียยืงชื่อจุงงื้อให้ดับไปยังเยอะนำสปึกมาจะจังviệc bắtชื่อนึงแม่น่ะสนามหรือบัวนั่งviệc bắtชื่อแม่นวันใต้วิมันบานผีบ่าวแต่อย่างนั้นเบาจานเบานั่งเติพักเตซีเตไปชื่อจัดเกนั่งเวจีนำสปึกเตวันใต้เหมือนแม่นจีนำผีบ่าวจุงงื้อกำหังมันคลองคลวนเตหรือใช่เมียนตายกาตัวสกัวทาคังนั่งมันหล่อហើយតាំងចិត្តថាត្រូវកែវាចំណុចទី1ចំណុចទី2គឺថាយើងត្រូវចេះមានខន្តីចេះអត់ធន់មិនតបតទាំងកំហឹងភ្លាមទេចំណុចទី3គឺត្រូវចេះលើកលែងទោសអ្វីណាដែលយើងអាចលើកលែងបានយើងគួរតែលើកលែងហើយចំណុចទី4គឺថាយើងមានមេត្តាជាប្រចាំរឿយក្នុងបេះដូងរបស់យើងនឹងត្រជាក់ទាំងកាយត្រជាក់ទាំងចិត្តមនុស្សជុំវិញខ្លួនchoយើងបានក៏បានសុខដោយសារមេត្តារបស់យើងហើយចំណុចទី5ត្រូវមានបញ្ញាទទួលស្គាល់ការពិតនៃជីវិតនេះទើបជីវិតនេះមិនសូវមានទុកច្រើនហើយអាចលះបង់កំហឹងតែកាលណាកំហឹងតិចទៅចិត្តរបស់យើងក៏បានសុខច្រើនដែរអរគុណច្រើនសេចក្តីទុកភាកច្រើនរបស់មនុស្សយើងសពថ្ងៃហ្នឹងគឺមកពីគិតច្រើនពេកចិត្តរបស់មនុស្សយើងមានទួនាទីសម្រាប់គិតហ្នឹងឯងប៉ុន្តែថាបើយើងគិតញ៉ៃច្រើនពេកវាទៅជាទុកច្រើនទៅវិញកាលណាយើងចេះតែប្រមូលរឿងរឿងអត់ប្រយោជន៍រឿងក្តៅក្រហាយដូចថាយើងដើរប្រមូលសម្រាមយកមកទុកក្នុងខ្លួនយើងក្នុងខួរក្បាលយើងអញ្ចឹងអាហ្នឹងខួរក្បាលយើងចាប់ផ្ដើមឈឺចិត្តរបស់យើងចាប់ផ្ដើមឈឺថាហេតុអីបានឈឺថាមកពីយើងយកអាហាររបស់ចិត្តហ្នឹងវាសិតតែអាហារអត់គុណភាពសិតតែរឿងក្តៅក្រហាយរឿងមួម៉ៅរឿងសាហាវកាប់សម្លាប់អីចឹងទៅចិត្តយើងវារន្ធត់តាឬក៏ជួនកាលអ្នកខ្លះទៅវាព្រួយវាបារម្ភវាភ័យវាគិតច្រើនវារឿងនេះរឿងកូនរឿងប្រពន្ធរឿងផ្ទះរឿងសបាយរឿង business រឿងឲ្យដល់ពេលវាអញ៉ៃពេកទៅវាធ្វើឲ្យចិត្តហ្នឹងកើតជំងឺវាដូចជាកាពះដាក់មកហូបអញ៉ៃឬក៏ហូបច្រើនពេកអញ្ចឹងទៅប៊ូហ្វេអាងតាបងលុយឲ្យគេហើយកែងញាត់អាហ្នឹងអាយុខ្លីវិញទេមិនវែងទេដើម្បីអាយុវែងបើសិនពេទ្យគេប្រាប់ថាអាយុវែងវាតលតែហូបអាហារហ្នឹងល្មមហើយហូបអាហារហ្នឹងមានគុណភាពល្អទៀតហើយអាសាអេក្សសាយហាត់ប្រាណទៅទៀតដូចគ្នានឹងផ្លូវចិត្តដែរមុននឹងយកអាហារឲ្យចិត្តហ្នឹងវាតលតែរើសដែរអាហារណារឿងណាដែលវានាំឲ្យចិត្តហ្នឹងវាចម្រើនរឿងណាដែលវានាំឲ្យចិត្តហ្នឹងរីករាយសំរឿងល្អនិយាយរឿងល្អគិតរឿងល្អ
ហើយធ្វើតែអំពើល្អអញ្ចឹងតែបើមើល Facebook វិញកុំសូវមើលអារឿងកັບចាក់អារឿងជេរបន្តិចគ្នានឹងពេកកុំសូវ share កុំសូវ comment ពេកហើយសូម្បីគិតម្នាក់ឯងហ្នឹងក៏ត្រូវតែគិតរឿងណាដែលវានាំឲ្យមានប្រយោជន៍ញោមស្រីថ្មផ្ដាំថាបើគិតទៅចេញមាសចេញប្រាក់ចាំគិតឲ្យច្រើនបើថាគិតទៅក្តៅក្រហាយកុំសូវគិតច្រើនពេកហើយមានស្មារតីនៅក្នុងធម៌លោកហៅសតិហ្នឹងយើងប្រែមកវិញថាស្មារតីហ្នឹងនិយាយឲ្យស្រួលគឺថាតាមអង្គរៈតាមដានចិត្តរបស់យើងពេលណាចិត្តយើងមួម៉ៅក្តៅក្រហាយស្មុគស្មាញចិត្តហ្នឹងចិត្តឡើងដើរផ្លូវខុសហើយវាហាក់ដូចជាថាតែយើងដឹកគោឲ្យវាស៊ីស្មៅអញ្ចឹងតាមភ្លឺស្រែអញ្ចឹងហើយអាគោហ្នឹងវាខូចណាតែយើងប្រហែលវាទៅស៊ីស្រូវគេសងខាងផ្លូវហ្នឹងណាអញ្ចឹងម្ចាស់ហ្នឹងតែពេលវាទាញវាទៅស៊ីស្រូវគេត្រូវទាញខ្សែហ្នឹងមកស្មារតីហ្នឹងទាញចិត្តហ្នឹងណាកុំទៅស៊ីស្រូវគេហ្នឹងអញ្ចឹងហើយបើរឿងណាមិនទាន់មកដល់ទេកុំសូវបង្កើតរឿងអត់ទាន់ដល់ហ្នឹងហើយមកបន្លាចចិត្តខ្លួនឯងអឺធ្វើការណាដែលត្រូវធ្វើថ្ងៃហ្នឹងធ្វើឲ្យហើយស្អែកឡើងជួបរឿងល្អក្តីរឿងមិនល្អក្តីហ៊ានទទួលញញឹមរស់រាយថាជីវិតវិញអញ្ចឹងហើយវាមានរឿងល្អខ្លះមិនល្អខ្លះហើយយើងក៏មិនសូវកាត់ទុកដែរអរគុណច្រើន